លោក Donald Trump ខឹងខ្លាំងហើយក្រោយមិនបានពានរង្វាន់ Nobel សន្តិភាពលោកប្រកាសឈប់គិតរឿងសន្តិភាពហើយងាកមកគិតរឿងផលប្រយោជន៍របស់អាមេរិកវិញដោយគម្រាមដណ្ដើមយកកោះ Greenland ពីអឺរ៉ុបឲ្យខាងតែបានតើពិភពលោកនឹងផ្ទុះសង្គ្រាមពាណិជ្ជកម្មម្ដងទៀតឬតើសហភាពអឺរ៉ុបនឹងសងសឹកអាមេរិកវិញដោយរបៀបណាតោះមកតាមដានទាំងអស់គ្នារឿងរ៉ាវបានចាប់ផ្ដើមឡើងនៅពេលដែលគណៈកម្មាធិការ Nobel Norwes មិនបានប្រគល់ពានរង្វាន់សន្តិភាពឆ្នាំ2025ឲ្យលោក Trump លោក Trump បានផ្ញើសារឌឺដងទៅកាន់នាយករដ្ឋមន្ត្រី Norwes ថាបើមិនឲ្យពានលោកទេលោកក៏មិនបាច់រក្សាសន្តិភាពជាមួយអឺរ៉ុបដែរលោកបានបង្វែរគោលដៅទៅរកកោះ Greenland ដែលលោកអះអាងថាដាណាម៉ាមិនអាចការពារកោះនេះពីរុស្ស៊ីនិងចិនបានឡើយលោក Trump បានដាក់កំហិតថាចាប់ពីថ្ងៃទី1កុម្ភៈខាងមុខលោកនឹងដំឡើងពន្ធលើទំនិញពីប្រទេសអឺរ៉ុបធំៗជាច្រើនរួមមានបារាំងអាល្លឺម៉ង់និងអង់គ្លេសប្រសិនបើពួកគេមិនព្រមលក់កោះ Greenland ឲ្យអាមេរិកលោកថែមទាំងសរសេរថាពិភពលោកនឹងមិនមានសុវត្ថិភាពឡើយលុះត្រាតែយើងមានការគ្រប់គ្រងទាំងស្រុងលើកោះ Greenland សហភាពអឺរ៉ុបមិននៅស្ងៀមឡើយមេដឹកនាំអឺរ៉ុបនឹងបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃប្រហ័ននេះដើម្បីរៀបចំវិធានការសងសឹកដែលមានតម្លៃដល់ទៅ 93,000 លានអឺរ៉ូអឺរ៉ុបកំពុងពិចារណាប្រើប្រាស់អាវុធសេដ្ឋកិច្ចថ្មីហៅថា Anti-Coercion Instrument ដែលអាចរារាំងការវិនិយោគនិងសេវាកម្មធនាគាររបស់អាមេរិកនៅអឺរ៉ុបចំនួននេះមិនមែនជារឿងលេងសើចទៀតទេវាអាចធ្វើឲ្យសម្ព័ន្ធភាព NATO រលាយនិងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូលតើអ្នកគិតថាលោក Trump គួរតែបានពានរង្វាន់ Nobel ដែរឬទេហើយតើអឺរ៉ុបគួរតែលក់កោះ Greenland ឲ្យអាមេរិកដើម្បីបញ្ចប់រឿងមែនទេសូមខមមិនមតិរបស់អ្នកខាងក្រោម